មនុស្សដែលមានល្បិចកលនិយមមនុស្សប្រភេទនេះក៏ជាផ្នែកមួយដែលគួរឲ្យចាប់អារម្មណ៍ផងដែរហើយក៏ប្រកបដោយភាពគ្រោះថ្នាក់បំផុតនៅក្នុងត្រីកោណងងឹតតោះយើងមកស្វែងយល់លម្អិតអំពីលក្ខណៈសម្បត្តិនិងរបៀបវិរៈនៃបុគ្គលដែលមានអត្តចរិតបុគ្គលិកលក្ខណៈបែបនេះ1ប្រភេទមនុស្សបែបនេះគេរំពឹងយកលទ្ធផលជាជាងវិធីសាស្ត្រហើយចំពោះមនុស្សប្រភេទនេះគោលដៅគឺជាអ្វីគ្រប់យ៉ាងដែលគេប្រាថ្នាចង់បានប្រសិនបើពួកគេចង់បានតំណែងអំណាចឬលុយកាក់ពួកគេមិនខ្វល់ថាត្រូវប្រើវិធីសាស្ត្របែបណានោះទេទោះបីជាត្រូវភូតភរបោកប្រាស់ឬក្បត់ទំនុកចិត្តមិត្តភ័ក្តិក៏ដោយឲ្យតែបានសម្រេចជោគជ័យពួកគេចាត់ទុកថាវាជាភាពវៃឆ្លាតទាំងអស់ចំណុចទី2គឺការគ្រប់គ្រងនិងការបង្គាប់បញ្ជាពួកគេគឺជាអ្នកជំនាញក្នុងការទាក់ទាញក្រសែភ្នែកអ្នកដទៃពួកគេអង្កេតមើលចំណុចខ្សោយរបស់អ្នកដទៃរួចប្រើប្រាស់ចំណុចខ្សោយនោះដើម្បីកេងចំណេញដូចជាការប្រើប្រាស់សម្ដីផ្អែមល្ហែមដើម្បីធ្វើឲ្យគេជឿជាក់ការបង្កើតកំហុសឲ្យអ្នកដទៃដើម្បីឲ្យខ្លួនឯងមើលទៅត្រឹមត្រូវការលាក់បាំងការពិតផ្ដល់ព័ត៌មានតែមួយផ្នែកដែលចំណេញដល់ខ្លួនឯង3ពួកគេពូកែវិភាគម៉ត់ចត់ពួកគេមិនធ្វើអ្វីមួយតាមភាពឆេវឆាវនោះទេហើយតាមអារម្មណ៍ក៏អត់ផងដែរពួកគេជាអ្នករៀបផែនការដ៏ល្អនិងល្អិតល្អន់ហើយមានភាពអត់ធ្មត់ខ្ពស់ពួកគេមិនបញ្ចេញអារម្មណ៍ពិតឡើយប្រសិនបើវាមិនមានភាពចំណេញពួកគេអាចធ្វើជាមនុស្សល្អបំផុតនៅចំពោះមុខអ្នកប្រសិនបើអ្នកនៅមានប្រយោជន៍សម្រាប់ពួកគេមើលមនុស្សជុំវិញខ្លួនជាអុកឬឧបករណ៍សម្រាប់បម្រើផលប្រយោជន៍ខ្លួនជាជាងមើលឃើញមនុស្សជុំវិញខ្លួនមានវិញ្ញាណភាពគ្មានសិលធម៌ក្នុងចិត្តពួកគេមិនមែនមិនស្គាល់ខុសស្គាល់ត្រូវនោះទេប៉ុន្តែពួកគេរើសមិនយកភាពល្អត្រឹមត្រូវមកអនុវត្តពួកគេយល់ថាសិលធម៌គឺជាអ្វីដែលចងជើងមនុស្សទន់ជ្រាយនៅក្នុងពិភពលោករបស់ពួកគេមានតែអ្នកខ្លាំងនិងអ្នកចេះប្រើល្បិចប៉ុណ្ណោះដែលស័ក្តិសមនឹងទទួលបានជ័យជំនះមនុស្សអត្តចរិតបែបនេះច្រើនទទួលបានជ័យជំនះខ្ពស់ក្នុងជីវភាពរស់នៅនិងការងាររួមទាំងនយោបាយក្នុងរយៈពេលខ្លីប៉ុន្តែពួកគេច្រើនតែបរាជ័យក្នុងការរក្សាទំនាក់ទំនងពិតប្រាកដជាមួយមនុស្សជំនាញខ្លួននៅក្នុងរយៈពេលវែងនិងយូរអង្វែងបានលើកយកចំណុចមួយចំនួននៅក្នុងរឿងសាមកុកមកលើកជាឧទាហរណ៍1ត្រង់កន្លែងការសម្លាប់គ្រួសាររបស់លោកលីប៉ូស៊ឺដោយសារតែហេតុនៃការសង្ស័យប្រហែលនេះជាឧទាហរណ៍ដ៏ខ្មៅងងឹតបំផុតនៃគោលការណ៍នេះលទ្ធផលសំខាន់ជាងវិធីសាស្ត្រក្នុងពេលកំពុងរត់គេចខ្លួនឆាយបានចូលសម្រាកនៅផ្ទះមិត្តភ័ក្តិរបស់ឪពុកខ្លួននៅពេលឮសំឡេងកំបិតនិងពិភាក្សាគ្នាគាត់សង្ស័យថាគេនឹងសម្លាប់គាត់រួចក៏សម្រេចចិត្តសម្លាប់មនុស្សមួយផ្ទះតែម្ដងលក្ខណៈដែលបង្ហាញយ៉ាងជាក់ច្បាស់នោះគឺទោះបីដឹងខ្លួនថាយល់ច្រឡំដែលតាមការពិតនោះគេសម្លៀងកំបិតសម្លាប់ជ្រូកទទួលភ្ញៀវក៏គាត់នៅតែសម្លាប់មនុស្សដែលរស់នៅក្នុងផ្ទះទាំងអស់ដើម្បីបំបត្តិមាត់និងការពារសុវត្ថិភាពរបស់ខ្លួនឧទាហរណ៍ទី2នោះគឺត្រង់ចំណុចឆាវខ្ចីក្បាលមន្ត្រីស្បៀងដើម្បីពន្លត់កំហឹងរបស់កងទ័ពមានពេលមួយនៅក្នុងសមរភូមិស្បៀងកងទ័ពចិត្តអស់ធ្វើឲ្យទាហានមានការមិនពេញចិត្តនិងចង់បះបោរឆាវបានបង្គាប់ឲ្យមន្ត្រីរក្សាស្បៀងរង្វាស់តូចដើម្បីវាស់ចែកកងទ័ពក្នុងការសន្សំស្បៀងដល់ពេលទាហានខឹងសម្បាឆាវបែរជាចោទប្រកាន់មន្ត្រីម្នាក់នោះថាពុករលួយកេងប្រវ័ញ្ចស្បៀងរួចក៏កាត់ក្បាលមន្ត្រីនោះបង្ហាញកងទ័ពលក្ខណៈដែលបង្ហាញឲ្យឃើញជាក់ច្បាស់នោះគឺគាត់ដឹងថាការសម្លាប់មនុស្សដែលគ្មានកំហុសគឺជាវិធីសាស្ត្រតែមួយគត់ដែលអាចរក្សាសណ្ដាប់ធ្នាប់កងទ័ពជួរមុខគាត់ប្រើប្រាស់ជីវិតមនុស្សជាឧបករណ៍សម្រាប់ដោះស្រាយបញ្ហារបស់គាត់ហើយឧទាហរណ៍ទី3ក្នុងរឿងនេះផងដែរនោះគឺការគ្រប់គ្រងអធិរាជដើម្បីបញ្ជាលើម្ចាស់ទឹកដីឆាយមិនបានបណ្ដេញអធិរាជចេញពីតំណែងភ្លាមទេប៉ុន្តែគាត់បានយកអធិរាជមកទុកនៅក្រោមការគ្រប់គ្រងរបស់គាត់ប្រើឈ្មោះអធិរាជដើម្បីបង្គាប់បញ្ជាអ្នកដទៃនិងកម្ចាត់សត្រូវលក្ខណៈដែលបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់នោះគឺ
វាជាល្បិចកលនយោបាយដ៏ឆ្លាតវៃគាត់មិនត្រូវការឈ្មោះជាស្ដេចដែលនាំឲ្យគេស្អប់ខ្ពើមគ្រប់ទិសទីឡើយប៉ុន្តែគាត់ត្រូវការអំណាចស្ដេចនៅក្នុងដៃដើម្បីសម្រេចគោលដៅពង្រីកទឹកដីហើយឧទាហរណ៍មួយចុងក្រោយដែលមានភាពទាក់ទាញនិងលេចធ្លោផងដែរនោះគឺការប្រើប្រាស់មនុស្សចិត្តវិទ្យាក្នុងការទាក់ទាញទោះបីគាត់សាហាវប៉ុន្តែឆាវជាមនុស្សជំនាញក្នុងការទាក់ទាញមនុស្សគាត់អាចបន្ទាបខ្លួនលួងលោមនិងផ្ដល់រង្វាន់ដល់អ្នកដែលមានសមត្ថភាពដូចជាពេលគាត់ព្យាយាមទាក់ទាញគួនអ៊ីជាដើមលក្ខណៈទាំងនេះបានបង្ហាញឲ្យឃើញច្បាស់ថាការផ្ដល់សេចក្តីស្រឡាញ់ឬការឲ្យតម្លៃរបស់គាត់ច្រើនតែមានរបៀបវិរៈនៅពីក្រោយគាត់ប្រើប្រាស់មនុស្សទៅតាមសមត្ថភាពដើម្បីបម្រើមហិច្ឆតាដណ្ដើមរាជ្យរបស់គាត់នៅក្នុងរឿងសាមកុកឆាយជាតួអង្គដែលប្រើល្បិចកិច្ចកលនិយមមកក្លាយជាអាវុធដើម្បីឈានទៅរកភាពជោគជ័យ